สุดท้ายบางคนต่างគ្នាថ្ងៃនេះកូនបើរបស់ខ្ញុំអាសាដល់ហើយថ្ងៃហ្នឹងគេមករៀបចំសម្អាតនៅតូបអញ្ចឹងណាមានគេបោះដីបោះអីរៀបចំទឹកដោះគោមីមិនថាអីវ៉ាន់នៅក្នុងតូបគេរើមកយកមករៀបចំហើយនេះគេសម្អាតតែរុកទៅចង់មិនទេគេមើលខោទឹកនោមហ្នឹងហើយនិយាយពីដោះគោវិញដាក់ឡើងពេញហ្នឹងប៉ុន្តែថ្ងៃហ្នឹងមកគាត់មកសម្អាតហ្នឹងអស់មួយយួរតែឯងហើយចឹងអត់ដឹងថាក្នុងន័យអីណាបងប្អូនទាំងគ្នាហើយបន្ទាប់ពីគេញ៉ាំដោះគោអស់មួយយូរហើយឥឡូវគេមករៀបចំនំខាងក្រៅហើយឥឡូវគេមកសម្អាតខាងក្នុងដងហើយគេមានលំដាប់លំដោយរបស់គេណាបងប្អូនទាំងគ្នានិយាយទៅគេអាសាដែរមិនដែរថ្ងៃហ្នឹងអត់ចាំបាច់ប្រើទេគឺគេនឹកឃើញគេមកសម្អាតខ្លួនឯងហ្មងអញ្ចឹងមិនថាការងារឲ្យអ្វីក៏ដោយយើងស៊ីសងលើយើងប្រាប់ហើយយើងណែនាំគាត់ជារៀងរាល់ថ្ងៃមិនថាគាត់ធ្វើបានប៉ុណ្ណាគឺបដ ாய் ឲ្យគាត់ធ្វើប៉ុណ្ណឹងទៅរាល់ថ្ងៃគាត់នឹងព្យាយាមឲ្យគាត់នឹងដឹងថាការងារហ្នឹងគឺធ្វើទៅរាល់ថ្ងៃទៅគឺគាត់នឹងចងចាំឲ្យគាត់នឹងចេះអនាម័យហើយគាត់នឹងចេះរៀបចំទុកដាក់ចឹងណាបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងអរគុណជម្រាបលាបាយបាយ